បើសិនជាបងប្អូនចង់លុបកម្មវិធីចេញពីកុំព្យូទ័ររបស់យើងចឹងបងប្អូនអាចអនុវត្តទៅលើជំហាននេះខ្ញុំនឹងបង្ហាញជូនអ្នកនរគ្នាបាទអញ្ចឹងនៅទីនេះខ្ញុំចង់ធ្វើការលុបកម្មវិធីOrange នេះចេញពីកុំព្យូទ័ររបស់ខ្ញុំបាទអញ្ចឹងបើសិនតែយើងចុចលើវាបែបនេះយើងយក delete បាទវានឹងបាត់ប៉ុន្តែកម្មវិធីមួយហ្នឹងគឺវាអត់បាត់ចេញពីក្នុងកុំព្យូទ័ររបស់យើងទេនៅពេលដែលបងប្អូនចុចកន្លែង start ហើយនេះឲ្យបងប្អូនវាពាក្យថា Orange បាទបងប្អូននឹងឃើញកម្មវិធីហ្នឹងនៅលើកុំព្យូទ័រយើងដែរអញ្ចឹងរបៀបនៃការលុបកម្មវិធីចេញពីកុំព្យូទ័រគឺយើងត្រូវធ្វើបែបនេះបងប្អូនចុចកន្លែងប៊ូតុង search បងប្អូនវាយពាក្យថា control panel បាទអញ្ចឹងយើងឃើញមានកម្មវិធីមួយនៅលើនេះបងប្អូនចុចលើវាតមកវាចេញផ្ទាំងបែបនេះបើសិនជាបងប្អូនអត់ធ្លាប់កំណត់ like icon នេះទេវានឹងចេញបែប category បែបនេះណាចឹងបងប្អូនធ្វើការកំណត់កន្លែងនេះមកបងប្អូនដូរយកពាក្យថា like icon នេះមកបាទហើយបងប្អូនរួមមើលពាក្យថា program and feature អូខេយើងคลิกលើវាបាទអញ្ចឹងវានឹងចេញផ្ទាំងកម្មវិធីជាច្រើនដែលមាននៅលើកុំព្យូទ័ររបស់យើងបាទអញ្ចឹងអ្វីដែលខ្ញុំចង់ធ្វើគឺខ្ញុំចង់ធ្វើការលុបឬក៏យើងហៅថា uninstall កម្មវិធីដែលមានឈ្មោះថា Orange អញ្ចឹងយើងទៅរកមើលកម្មវិធីហ្នឹងមកបងប្អូន Oro នេះបាទគេថា Orange 3.38.1 64 bit អញ្ចឹងដើម្បីយើងអាចលុបកម្មវិធីនឹងបានបងប្អូនចុចคลิกលើវាមកអញ្ចឹងវាចេញផ្ទាំងបែបនេះវាដាក់ថា uninstall អញ្ចឹងយើងចុចយក uninstall មកជាយើងរងចាំវាទឹកដំណើរការ remove កម្មវិធីនឹងចេញសិនអញ្ចឹងការលុបនេះគឺវាអាស្រ័យទៅលើកម្មវិធីដែលបើសិនជាកម្មវិធីរបស់យើងមិនធំទេវាអាចធ្វើការលុបលឿនតែបើសិនជាវាធំវាអាចធ្វើការចំណាយពេលច្រើនបាទយើងរងចាំវារហូតដល់វាពេញ uninstall ចប់វានឹងចេញប៊ូតុងឲ្យយើងចុច finish កន្លែងនេះបងប្អូនចឹងយើងចុចប៊ូតុងហ្នឹងមកបាទអញ្ចឹងកម្មវិធីហ្នឹងនៅពេលដែលយើង search មើលមួយសារទៀតយើងវាយពាក្យថា Orange ហ្នឹងបាទយើងអត់ឃើញកម្មវិធីហ្នឹងនៅលើកុំព្យូទ័រយើងទៀតទេអញ្ចឹងមានន័យថាកម្មវិធីរបស់យើងនឹងត្រូវបានលុបចេញហើយ